បាទជម្រាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺយើងនិយាយអំពី PTT បន្តិចណាដោយសារតែឃើញក្រុមហ៊ុន PTT បាទផុសនៅក្នុងបាទ OR PTT Cambodia គឺគាត់និយាយបាទដោយសារតែមានមនុស្សជាច្រើនហើយនឹងបណ្ដាញសង្គមជាច្រើនហ្នឹងបាទបានបង្ហាញថា PTT គ្រោងចាក់ចេញពីកម្ពុជាបាទពីទីផ្សារកម្ពុជាតាមពិតរឿងចាក់ចេញឬមិនចាក់ចេញខ្ញុំគិតថាមានតែ PTT ខ្លួនឯងទេគឺជាអ្នកសម្រេចបាទដោយសារតែ PTT គឺមានក្រុមហ៊ុនមួយក្រុមហ៊ុនពីលើណាក្រុមហ៊ុន OR Thailand ណាដែលគ្រប់គ្រងទៅដោយបុតសម្ព័ន្ធច្រើនបាទហើយនៅក្នុងនោះមាន PTT ដែលជាបុតសម្ព័ន្ធហើយបានលក់សាំងបាទឬក៏ Amazon អីផ្សេងៗនៅក្នុងប្រទេសកម្ពុជាបាទអញ្ចឹងគាត់ក៏បានចេញបកស្រាយដែរថាមានរឿងល្បីបាទនៅក្នុងបណ្ដាញសង្គមបាទមានអ្នកចែកចាយឬក៏មានអ្នកសួរនាំច្រើន comment ច្រើនថាបាទ PTT នឹងចាក់ចេញពីទីផ្សារកម្ពុជាមែនអត់បាទជាទូទៅ PTT ខ្ញុំគិតថាប្រហែលជាគាត់អាចចាក់ចេញបើសិនជាពលរដ្ឋខ្មែរបាទនៅតែបន្តបាទឈប់ចាក់សាំង PTT បាទពលិកាមិនប្រើផលិតផល PTT PTT នឹងអាចចាក់ចេញប៉ុន្តែខ្ញុំជឿថា PTT គាត់នឹងតស៊ូនៅបន្តទៀតរបាយការណ៍នៅឆ្នាំបាទ2025បាទឆមាសទី1និងឆមាសទី2គឺ PTT ធ្លាក់ដោយគាត់បង្ហាញអញ្ចឹងគឺធ្លាក់50% ទៅ 60%អញ្ចឹងបើនិយាយពីទីផ្សារគាត់គឺដាំក្បាលហើយបាទប៉ុន្តែនេះគឺដោយសារតែសង្គ្រាមខ្មែរថៃទេណាប៉ុន្តែបើសិនជាប្រទេសមានសន្តិភាពបាទការចរចាទាំងអស់ត្រូវបានធ្វើឡើងសារឡើងវិញអ្វីទាំងអស់គឺដោះស្រាយតាមសន្តិវិធីសារឡើងវិញទីផ្សារនៅតែអាចចូលរួចហើយ PTT ក៏នឹងអាចនៅបន្តបើនិយាយពីថា PTT ចាក់ចេញអត់ខ្ញុំថាអត់ចាក់ចេញទេបាទលើកលែងតែក្នុងករណីធ្ងន់ធ្ងរបាទធ្ងន់ធ្ងរនឹងចាក់ចេញអញ្ចឹងណាគឺក្រុមហ៊ុន PTT ក៏បាននិយាយក្នុងបន្ទាត់ណាគាត់ថាផ្អែកបាទទៅលើព័ត៌មានផ្សាយនៅពេលថ្មីនេះគឺតកតនឹងការប្រតិបត្តិការក្រុមហ៊ុន OR នៅ Thailand ណាប្រទេសថៃហើយនិង OR នៅកម្ពុជាហើយមាន PTT គឺជាបុតសម្ព័ន្ធគឺយើងខ្ញុំសូមបញ្ជាក់បាទនេះគ្រាន់តែជាការបញ្ជាក់ថាបើសិនជាស្ថានភាពប្រទេសទាំងពីរហ្នឹងវានៅតែបន្តធ្ងន់ធ្ងរគាត់នឹងមានការសម្រេចចិត្តថាគាត់នឹងចាក់ចេញប៉ុន្តែបើសិនជាស្ថានភាពនៅត្រឹងហើយដោះស្រាយមួយគឺ PTT អត់ចាក់ចេញទេបាទនៅតែបន្តនៅស្រុកខ្មែរដដែលអាហ្នឹងគឺតាមគាត់និយាយណាហើយដោយប្រសាសន៍សម្ដេចក៏គាត់បានប្រាប់ដែរថា PTT គឺតាកតងទៅនឹងរបស់ថៃមែនបាទប៉ុន្តែសាំង PTT គឺលែងនាំចូលពីថៃហើយគឺនាំចូលពីសិង្ហបុរីបាទនិងម៉ាឡេស៊ីណាអញ្ចឹងបើពលិកាធ្វើជាមួយនឹង PTT គឺដូចបាទសម្រាប់បាទសេដ្ឋកិច្ចខ្មែរអញ្ចឹងសម្រាប់ពន្ធដារសម្រាប់និយាយចាំទៅសម្រាប់ចំណូលរបស់រដ្ឋាភិបាលអញ្ចឹង PTT ក៏បានថ្លែងអំណរគុណដល់សម្ដេចដែរថារឿង PTT គឺអត់ចាក់ចេញទេអត់ចាក់ចេញនៃខាតទោះជាខាតក៏តែនៅតែបន្តបាទនៅជាមួយប្រជាជនកម្ពុជាបាទជួយប្រជាជនកម្ពុជាអញ្ចឹងតើនេះនឹងមានរឿងបន្តទៀតអានឹងចាំមើលក្រុមហ៊ុន OR បាទ PTT ថៃបាទគាត់នឹងប្រាប់បន្ថែមបាទអរគុណ